ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រជាកសិករទាំងអស់គ្នាខ្ញុំបាទឈ្មោះវាសនាជាទីប្រឹក្សាផ្នែកលក់មកពីចនឌៀសាខាខេត្តបន្ទាយមានជ័យថ្ងៃនេះខ្ញុំបាទនឹងលើកយកមួយ model ដើម្បីចែកមេទៅកាន់ពុកម៉ែបងប្អូនគឺ model 5075E ដែលមានកម្លាំង75សេសចំពោះ model 5075E កម្លាំង75សេសគឺប្រើប្រភេទតាក់បូដែលជួយបង្កើនចំហាយម៉ាស៊ីនរឹតតែខ្លាំងនិងមានសន្ទុះកាន់តែខ្លាំងជាងមុនចំពោះប្រព័ន្ធលើកដាក់ខាងក្រោយគឺអាចលើកបានរហូតដល់2500គីឡូក្រាមដែលងាយស្រួលក្នុងការជាប់ឧបករណ៍ផ្សេងៗចំពោះ tractor John Deere 5075E ដែលមានកម្លាំង75សេសវាមានតួរឹងមាំកម្លាំងខ្លាំងស៊ីប្រេងតិចបត់បាញ់រហ័សដង្ហើមវែងនិងមិនងាយរលត់Tractor John Deereកម្លាំង75សេសគឺប្រើប្រេងរួមលើប្រព័ន្ធចង្កូតប្រព័ន្ធបូមប្រព័ន្ធប្រាំងនិងប្រអប់លេខជាដើមដែលងាយស្រួលថែទាំនិងចំណេញពេលវេលាចំណេញថវិកាប្រសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ទៅលើ Tractor គ្រប់ប្រភេទមិនថាប្រភេទ 5055E 5065E 5075E 5090E និង 6095B ទីតាំងហាងយើងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ 6A ភូមិចកសង្កាត់ព្រះវិហារក្រុងស្រីសុភ័ណ្ឌខេត្តបន្ទាយមានជ័យពុកម៉ែបងប្អូនក៏អាចតាក់ទងតាមរយៈទូរស័ព្ទលេខ066 44 6621ឬក៏អាចធ្វើការតាក់ទងតាម page យើងខ្ញុំផ្ទាល់ក៏បានដែរក្រុមការងារឬក៏ផ្នែកលក់យើងនឹងធ្វើការតាក់ទងទៅពុកម៉ែបងប្អូនដើម្បីផ្ដល់ជាព័ត៌មានលម្អិតទៅកាន់ពុកម៉ែបងប្អូនផងដែរបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អីផ្សេងៗពុកម៉ែបងប្អូនអាចធ្វើការទម្លាក់ comment ឬក៏ជួយ like ជួយ share ដើម្បីចែករំលែកព័ត៌មាននេះទៅកាន់ពុកម៉ែបងប្អូនឲ្យបានដឹងទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយទៀត Tractor John Deere ជាទំនុកចិត្តរបស់លោកអ្នក